កែបដែលខ្ញុំយកមកពីបងប្រុសខាងសៀមរាបពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមកែបថ្ងៃនេះផងដែរខ្ញុំនឹងមកថតពីកូនកង្កែបរបស់ខ្ញុំតែខ្មងកូនមកពីខាងបងប្រុសម្នាក់គាត់នៅខាងសៀមរាបបាទនេះយើងមកមើលទាំងអស់គ្នាមកបាទនេះគឺជាកូនខ្ញុំយកមកតាំងពីថ្ងៃទី15ខែកញ្ញាលើចូលដល់ថ្ងៃ20ជាងហើយថាវានិយាយថាមួយខែជាងចុះបាទនេះចំនួនដែលខ្ញុំយកមកពីគាត់ហ្នឹងកាលនោះគឺ500ក្បាលបងប្អូនបាទនេះគឺជាកង្កែបសាច់របស់ខ្ញុំហើយខ្ញុំអត់ទាន់បានលក់ទេព្រោះខ្ញុំទុកសម្រាប់ធ្វើម្ហូបញ៉ាំក្នុងគ្រួសារអត់ទាន់បានត្រៀមឋានជំលក់ទេព្រោះនេះគឺជាលើកដំបូងរបស់ខ្ញុំនិយាយចំទៅគឺជាការសាក់លបងនេះគឺជាការសាក់លបងលើកទី1របស់ខ្ញុំបាទចំនួនដែលយកមក500ហ្នឹងគឺឃើញថាយកមកគឺអត់មានងាប់អីទេងាប់តិចតួចបំផុតបាទនេះគឺកង្កែបសាច់របស់ខ្ញុំមួយប្រហែលជា2ខាំអីហ្នឹងចំនួន500ក្បាលបាទឥឡូវហើយជានេះសល់ត្រឹម400ហ្នឹងបើខ្ញុំចាប់ធ្វើម្ហូបខ្លះហើយវាខូចខ្លះអីខ្លះហើយឥឡូវយើងបន្តទៅមើលកង្កែបមួយទៀតដែលខ្ញុំបំបែកចេញទុកសម្រាប់ធ្វើពូជបាទបងប្អូនយើងមើលតគ្នាមកបាទនេះគឺជាកូនកង្កែបដែលខ្ញុំទុកធ្វើពូជបាទឥឡូវខ្ញុំអត់ទាន់បានជ្រើសរើសយកមកតង់ហើយនៅមកសល់មកតង់ទៀតយើងត្រូវជ្រើសរើសចេញមកបែងចែកវារើសវាមកតង់ទៀតដើម្បីកំណត់ថាមួយណាញីមួយណាឈ្មោះយើងដាក់ក្នុងតង់ផ្សេងទៀតប្រហែលជាអាចនឹងចូលដល់ពាក់កណ្ដាលខែ11ហ្នឹងខ្ញុំបំបែកចេញម្ដងទៀតបាទនេះមានញីមានឈ្មោះបាទក្នុងហ្នឹងបាទឃើញថារបៀបក្នុងការចិញ្ចឹមនឹងដូចជាអត់សូវមានអីវិបាកទេបងប្អូនយើងសម្រាប់ពីណាគាត់ចិញ្ចឹមគឺតាកតងរកូនកង្កែបមកចិញ្ចឹមហើយសូននាំបច្ចេកទេសគាត់ទៅគាត់នឹងប្រៀបរាប់ប្រាប់យើងទាំងអស់ហើយបាទហើយនេះគឺជា